ចាទីស្តីការគណៈរដ្ឋមន្ត្រីនិងជានាយករងខត្តកាល័យសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាជាតិកម្ពុជាដែលបានឧបត្ថម្ភមួយទុកនៅមុខព្រះណាលោកមកគឺកោះនេះតែនៅទីនេះខ្ញុំមិនបានចុះទៅដល់ខាងក្រោមទេក៏ប៉ុន្តែការមើលផ្ទាល់ភ្នែករបស់ខ្ញុំបាទព្រោះកាលពី4-10-20ឆ្នាំមុននោះខ្ញុំបានធ្វើដំណើរតាមកប៉ាល់តូចមួយពីខេត្តពីក្រុងកំពង់ចាមទៅស្រុកក្រូចឆ្មាតាមកប៉ាល់អូប័របាទគឺមានទេសភាពល្អណាស់តាមដងទន្លេមេគង្គរវាងខេត្តកំពង់ចាមនិងខេត្តត្បូងឃ្មុំបាទដូច្នេះអាស្រ័យភោគផលទាំងឡាយជាពិសេសគឺកសិកម្មលើវិស័យកសិកម្មគឺខេត្តកំពង់ចាមនេះមានការរីកលូតលាស់ខ្លាំងតែមែនទែនបាទទាំងដំណាំស្រូវទាំងជាពិសេសគឺផ្នែកមាសសបាទមាសសគឺខាងផ្នែកចការកៅស៊ូគឺយើងមិនអាចបំភ្លេចបានទេគឺចការកៅស៊ូហើយនឹងដំណាំភោគផលផ្លែឈើគ្រប់បែបយ៉ាងក៏អំណោយផលសម្រាប់បងប្អូនប្រជាជននៅក្នុងខេត្តកំពង់ចាមផងដែរបាទហើយបន្តិចទៀតនេះមន្ត្រីបច្ចេកទេសនឹងផ្ដល់ព័ត៌មានមកឲ្យយើងខ្ញុំថានឹងចាប់ផ្ដើមគូទី1ខ្នាតអន្តរជាតិបាទសម្រាប់ទូទី1ខ្នាតអន្តរជាតិយើងគឺមានច្រើនគូដែរយើងមានរហូតដល់13គូខ្នាតអន្តរជាតិដូច្នេះសូមមេត្តាអស់លោកដែលជាមន្ត្រីតម្លាក់មកធ្វើយ៉ាងម៉េចតម្លាក់ឲ្យបានចន្លោះស្មើគ្នាដើម្បីជូនអង្គពិធីក៏ដូចជាឯកឧត្តមគណៈធិបតីបងប្អូនទស្សនិកជនតាមដានទស្សនាក្នុងភាពសប្បាយរីករាយផងបាទនេះគឺជាបំណងល្អរបស់ក្រុងកំពង់ចាមរបស់អាជ្ញាធរខេត្តកំពង់ចាមបាទគួរឲ្យមានមោទនភាពណាស់ដែលអាយដាមគណៈអភិបាលខេត្តបានអនុញ្ញាតឲ្យស្ថាប័ននៅក្រៅរដ្ឋបាលខេត្តនឹងរៀបចំកម្មវិធីនេះហើយសហការគ្នាបានល្អមែនទែនបាទពិធីនេះ2ថ្ងៃនេះឃើញថាដំណើរការរលូននិងជោគជ័យបាទអ្វីត្បិតតែមានទុកខ្លះលិចអីបន្តិចតួចមែនក៏ប៉ុន្តែជារឿងធម្មតាបាទឥឡូវខ្ញុំបានទទួលព័ត៌មានហើយបាទដល់តែចេញមកគឺទី1ទី2មកតែម្ដងអាត្រៃហេតុនេះសូមជម្រាបជូនអង្គពិធីតែម្ដងបាទសម្រាប់ទូកខ្នាតអន្តរជាតិគូទី1បាទនៅពេលនេះបានឆ្លងផុតកងពាន់ទី2ហើយដែរខ្សែទឹកខាងក្នុងទូកដែលមានឈ្មោះថាក្រពុំរត់រំពាត់មាសសែនជ័យខ្សែទឹកខាងក្រៅទូកមានឈ្មោះថាកងមាសសែនជ័យបាទឯកសណ្ឋានពណ៌បរិស្ថានបាទគឺពណ៌បៃតងកំពុងតែទន្ទឹមគ្នាកងមាសហើយនឹងរំពាត់មាសបាទយ៉ាងម៉េចទៅហើយកងមាសរំពាត់មាសបាទកាលជើងទី1នោះបាទខ្ញុំកំពុងតែមើលជើងទី1យ៉ាងម៉េចទៅហើយអូជើងទី1គឺរំពាត់មាសដែលទទួលជ័យជំនះតែឥឡូវនេះចាំមើលមើលក៏ដូរខ្សែទឹកតែយ៉ាងម៉េចដែរដូរខ្សែទឹកនៅតែប្រហាក់ប្រហែលគ្នាសម្រាប់កងមាសនិងរំពាត់មាសបាទខ្ញុំហៅតែកន្លែងដែលមាសនៅពីក្រោយចោះការពិតគឺនៅតែទន្ទឹមគ្នារវាងកងមាសសែនជ័យនិងកំពុំរត់រំពាត់មាសសែនជ័យដែលស្ថិតនៅខ្សែទឹកខាងក្នុងកងមាសខ្សែទឹកខាងក្រៅបាទបងប្អូនអើយឃើញថាខ្សែទឹកខាងក្រៅដកអើយបាទខ្សែទឹកខាងក្រៅនៅតែដកដែរបាទខ្សែទឹកខាងក្រៅឃើញថាឈ្នះពាក់កណ្ដាលទូកសម្រាប់ជើងទី2ខ្សែទឹកខាងក្រៅបាទជើងទី2ហើយគូទី1ខ្សែទឹកខាងក្រៅបានទទួលជ័យជំនះចាហើយទូកខ្សែទឹកខាងក្រៅហ្នឹងគឺទូកមានឈ្មោះថាកងមាសសែនជ័យជាទូកឧបត្ថម្ភដោយសាលាស្រុកកងមាសហើយខ្សែទឹកខាងក្នុងក្រពុំរត់រំពាត់មាសសែនជ័យជាទូកដែលបានការឧបត្ថម្ភពីព្រះចៅអធិការនិងចំណុះជើងវត្តពោធិរាំងសីបាទគូនេះដូចជាឈ្នះម្ដងម្នាក់ស្រីបាទជើងទី1នោះខ្ញុំគាត់ចំណាំថាកំពុងរត់រំពាត់មាសសែនជ័យឈ្នះដល់ឥឡូវមកកងមាសឈ្នះវិញតែម្ដងបាទអញ្ចឹងការប្រណាំងអញ្ចឹងមិនមែនមោទនភាពថាជើងទី1ឈ្នះហើយជើងទី2ប្រហែលឈ្នះទៀតទេអត់ទេបាទកីឡាប្រកួតគឺមានឈ្នះមានចាញ់ក្រោយពីការសិក្សាបច្ចេកទេសពីគ្នាទៅវិញទៅមកបាទដូច្នេះត្រូវតែខំវឹកហាត់ជាបន្តទៅទៀតសូមអនុញ្ញាតចូលមកគូទី2ឥឡូវនេះគូទី2បានកំពុងតែចាប់យោងកងពាន់ទី2បាទនៅពេលដែលចាប់យោងកងពាន់ទី2សមាជិកគូទី2មានដូចតទៅខ្សែទឹកខាងក្នុងទូកដែលមានឈ្មោះថារាមាជើងព្រៃសេរីមន់ហើមកពីខាងស្រុកបាធាយបាទវត្តជើងព្រៃខេត្តកំពង់ចាមចំណែកឯខ្សែទឹកខាងក្រៅទូកមានឈ្មោះថាបញ្ចรงសែនជ័យមកពីខាងសឹងត្រង់ឧបត្ថម្ភដោយមន្ទីរធម្មការសាសនាបរិស្ថានអភិវឌ្ឍជនបទរតនាគារគយនិង
รัตกខេត្តចំណែកឯរាមាជើងព្រៃឧបត្ថម្ភដោយព្រះញាណឧត្តមគង់សេរីរាជាគណៈកិត្តិយសបាទបច្ចេកអធិការវត្តទឹកថ្លានិងចំណុះជើងវត្តជើងព្រៃរាមាជើងព្រៃបាទឆ្ងាយណាស់តែពេលនេះឃើញថាខ្សែទឹកខាងក្រៅបាទខ្សែទឹកខាងក្រៅគឺបញ្ញរង្សសែនជ័យដែលមានឯកសណ្ឋានពណ៌ផ្ទៃមេឃចាស់បាទឆ្ងាយពីគ្នាណាប្របាក់សន្និដ្ឋានណាចាំមើលតែគាត់ដកឃ្លាពេលនេះយើងប្រើពាក្យថាគាត់មានព្រៀបជាងក៏ប៉ុន្តែមិនទាន់ដឹងឯបាទព្រោះពីកងពន្ធទី2មកខ្សែព្រ័ត្រគឺចម្ងាយ500ម៉ែត្រតែលបឿននៅតែបន្ថែមដូចគ្នាបាទខ្សែទឹកក្រៅក៏បន្ថែមហើយខ្សែទឹកក្នុងឃើញថាបងចាញ់គេគាត់ក៏បន្ថែមលបឿនដែរតែមិនដឹងយ៉ាងណាទេខ្សែទឹកក្នុងមានឯកសណ្ឋានពណ៌លឿងខ្សែទឹកក្នុងគឺបងប្អូនខាងជើងព្រៃបាទវត្តជើងព្រៃឃុំជើងព្រៃស្រុកបាធាយអូយដាច់ឆ្ងាយណាបងប្អូនខាងបាធាយអើយបាទអបអសាទរខាងចាញ់ចំណែកឯបញ្ញរង្សដែលស្ថិតនៅខ្សែទឹកខាងក្រៅបញ្ញរង្សសែនជ័យស្ទឹងត្រង់បាទអបអសាទរឈ្នះនៅជើងទី2ដែលជាជើងបង្ហើយថ្ងៃបង្ហើយផងដែរចាហើយឆ្លៀតឱកាសនេះដែរនឹងខ្ញុំក៏សូមអនុញ្ញាតជម្រាបជូនទៅដល់ចំណុះទូកទាំងអស់ដែលបានអមជុំទី2ហើយចាសូមអញ្ជើញមកចតនៅមុខវេទិកាគណៈអធិបតីចាសូមអញ្ជើញមកចតនៅមុខវេទិកាគណៈអធិបតីសូមអនុញ្ញាតជម្រាបជូនគូទី3បាទគូទី3មើលឃើញហើយកំពុងតែចាប់យោងឆ្លងកងពន្ធទី2ហើយគៀកគ្នាល្អណាស់គាត់ចេញទៅខ្សែទឹកខាងក្រៅទាំងពីរតែម្ដងខ្សែគូទី3នេះបាទហើយមើលទៅគៀកគ្នាល្អណាស់ខ្សែទឹកគូទី3ខ្សែទឹកខាងក្នុងទូកដែលមានឈ្មោះថារំជែកសែនជ័យបាទរំជែកសែនជ័យគឺមកពីស្រុកកំពង់សៀមចំណែកឯខ្សែទឹកខាងក្រៅគឺកែវមនីសែនតេជះខេត្តមកពីខាងស្រុកស្ទឹងត្រង់គៀកគ្នាល្អណាស់ចាំមើលតើជើងទី2នេះយ៉ាងម៉េចទៅហើយសម្រាប់កែវមនីសែនជ័យហើយនឹងរំជែកបាទកាលពីជើងទី1នោះគឺកែវមនីតេជះទទួលជ័យជំនះមកពីស្ទឹងត្រង់តែចាំមើលជើងទី2រវាងកែវមនីតេជះនិងរំជែកសែនជ័យបាទប៉ិននេះល្អណាស់នៅចន្លោះកងពន្ធទី1និងកងពន្ធទី2និងកងពន្ធនិងខ្សែព្រ័ត្រផងដែរបាទចាំមើលយ៉ាងម៉េចទៅហើយរំជែកជាមួយនឹងកែវមនីចាគូនេះដូចថាបដាគ្នាឲ្យតសងតែម្ដងលោកគ្រូបាទគាត់នៅគៀកគ្នាល្អណាស់តែកុំឲ្យគៀកខ្លាំងពេកព្រោះអាចមានហានិភ័យសម្រាប់លោកទឹកបាទតែពេលនេះឃើញថាខ្សែទឹកខាងក្រៅមានព្រៀបតែប្រមាណខ្ទង់ទេបាទតែខ្សែទឹកខាងក្នុងក៏ចាក់ដែរក៏ប៉ុន្តែដូចជាមិនសូវស្រោះគ្នាសោះឯខ្សែទឹកខាងក្រៅគឺហាក់ដូចជាស្រោះគ្នាល្អណាស់បាទចិត្តដាច់ហើយតែមិនទាន់ដាច់ទេបាទនៅធ្ពក់កតុយឥឡូវឯងបាទនៅធ្ពក់កតុយឥឡូវទេមិនទាន់ដាច់ទេតែកាន់តែគៀកព្រាត់ដាច់តែម្ដងបាទនៅពេលនេះឃើញថាខ្សែទឹកខាងក្រៅគូទី3គឺកែវមនីសែនតេជះបានទទួលជ័យជំនះជាលើកទី2បាទទៅលើកទី2ទៅលើរំជែកបាទគឺគាត់ឈ្នះទាំង2ដងជើងទី1ក៏ទទួលជ័យជំនះហើយជើងទី2ក៏ទទួលជ័យជំនះបាទគឺកែវមនីសែនតេជះទទួលជ័យជំនះទៅលើរំជែកសែនជ័យគូទី3បាទសូមគោរពថ្លែងអរគុណដល់លោកលុយច័ន្ទដាវីតដែលបានឧបត្ថម្ភកម្មវិធីប្រណាំងទូករយៈពេល2ថ្ងៃនៅក្នុងខេត្តកំពង់ចាមនេះនៅថវិកាចំនួន$1000សូមគោរពថ្លែងអរគុណនិងសូមគោរពជូនពរលោកស្រីជួបតែពុទ្ធពរទាំងឡាយ4ប្រការកំបីឃ្លៀងឃ្លាតឡើយសូមអនុញ្ញាតធ្វើអត្ថាធិប្បាយជាបន្តមកទៀតបាទជាបន្តមកទៀតនេះគឺអនុញ្ញាតចូលដល់គូទី4គូទី4បាទគូទី4បាទមិញហ្នឹងគឺខាងជើងព្រៃបាទនៅស្រុកបាធាយដែរឥឡូវនេះមកខាងសាលាស្រុកបាធាយទៀតដែរបាទគឺខ្សែទឹកខាងក្នុងបាធាយមានជ័យបាទសាលាស្រុកបាធាយខេត្តកំពង់ចាមឯខ្សែទឹកខាងក្រៅគិរីចេស្តាសែនជ័យបាទខាងស្ទឹងត្រង់បាទកាលពីជើងទី1នោះគឺគិរីចេស្តាសែនជ័យទទួលជ័យជំនះតែឥឡូវចាំមើលជើងទី2ដោយគាត់យោងចាត់យោងកងពន្ធទី2ហើយកំពុងតែឆ្លងកងពន្ធទី2ហើយលបឿននៅតែស្មើគ្នាទេបាទគូទី4រវាងបាធាយមានជ័យហើយនិងគិរីចេស្តាសែនជ័យក៏ប៉ុន្តែខ្សែទឹកខាងក្រៅគឺកំពុងតែមានព្រៀបជាងហើយចំណែកឯបាធាយមានជ័យបាទកំពុងតែបង់ចាញ់
បាទតែมันបងចាញ់ដូចជាឆ្ងាយដែរបាទលោកស្រីបាទមើលបច្ចំហៀងហើយឃើញដូចជាដាច់ច្រើនណាស់ក៏ប៉ុន្តែមិនទាន់ហ៊ានសន្និដ្ឋានទេបាទព្រោះនៅឆ្ងាយដែរពីកងពាន់ទី2មកខ្សែព្រាត់នោះ500ម៉ែត្រនោះបាទកន្លះគីឡូបាទតែយើងដើរឬរត់នោះគឺមហត់ធំដែរចាខ្សែទឹកខាងក្នុងក្រៅបាទចាខ្សែទឹកខាងក្នុងបាត់ធាយមានជ័យហើយខ្សែទឹកខាងក្រៅគឺការីចេស្តាសែនជ័យចាឥឡូវនេះគូទី4នេះបានចិត្តដល់កងពាន់ផ្ដាច់ព្រាត់ហើយដល់ទីផ្ដាច់ព្រាត់ហើយឃើញថាខ្សែទឹកខាងក្រៅកំពុងតែនាំមុខដាច់តែម្ដងបាទនាំមុខដាច់ហើយឆ្លៀតឱកាសនេះដែរបាទសូមជម្រាបដល់ចំណុះទូកទាំងអស់ដែលបានប្រកួតហើយបាទកុំឆ្លងទៅត្រើយខាងកើតបាទសូមមកត្រើយខាងលិចមកជួបជុំគ្នានៅមុខវេទិកាកិត្តិយសដើម្បីនឹងជួបសំណេះសំណាលជាមួយអាដាមថ្នាក់ដឹកនាំហើយនឹងទទួលនៅជ័យលាភីផងដែរបាទកាលណាទៅកើតអត់បានទទួលជ័យលាភីខ្ញុំជម្រាបឲ្យហើយបាទគ្រុតយ៉ាងតិចមកទូកមួយកកេះគ្រុតតែមិនមកទទួលខ្ញុំទទួលយកខ្លួនឯងបងប្អូនទូកកុំឆ្លងទៅត្រើយខាងកើតសូមមេត្តាមកជុំគ្នានៅមុខវេទិកាកិត្តិយសបាទសូមជម្រាបជាព័ត៌មានបាទឥឡូវនេះគូទី4បាទលោកស្រីគឺបានមកដល់ទីហើយជ័យជំនះបាយមិញនេះគឺទទួលបានទៅលើគិរីចេស្តាសែនជ័យឥឡូវយើងចូលមកដល់គូទី5បាទគូទី5នេះខ្សែទឹកខាងក្រៅគឺនារីឧត្តមបាទខ្សែទឹកខាងក្រៅនារីឧត្តមកំពុងតែបាទឆ្លងកងពាន់ទី1ហើយកំពុងតែមកពាក់កណ្ដាលកងពាន់ទី2ឯខ្សែទឹកខាងក្នុងសុកចំប៉ាមាសបាទសុកចំប៉ាមាសគឺកំពង់សៀមចំណែកឯនារីឧត្តមនេះគឺកងមាសបាទកងមាសពីមចកងបាទសូមជម្រាបថាទូកនារីឧត្តមនេះគឺឧបត្ថម្ភដោយព្រះចៅអធិការវត្តកោះតងោបាទវត្តកោះតងោបាទខេត្តកំពង់ចាមស្រុកកងមាសចារីឯសុកចំប៉ាមាសគឺជាទូកបានការឧបត្ថម្ភពីស្នងការនគរបាលខេត្តកំពង់ចាមចាខ្សែទឹកខាងក្នុងនៅជើងទី2នេះឥឡូវនេះបានឆ្លងផុតកងពាន់ទី2ហើយដែរចាគូនៅប៉ិននេះនៅលបឿនប្រហាក់ប្រហែលគ្នានៅឡើយខ្សែទឹកខាងក្នុងបាទខ្សែទឹកខាងក្នុងដូចជាមានព្រៀបបាទខ្សែទឹកខាងក្នុងរបស់ដែលឧបត្ថម្ភដោយស្នងការនគរបាលខេត្តស្រុកកំពង់សៀមគឺសុកចំប៉ាមាសតែមិនទាន់ហ៊ានទេបាទនៅសល់ចម្ងាយប្រហែលជាង100ម៉ែត្រអូគាត់ចាក់ខ្លាំងណាស់បាទថ្មីបាត់តែគាត់មានព្រៀបជាងខ្សែទឹកក្នុងគាត់នៅតែបន្ថែមបាទមើលគាត់ចលនារបស់គាត់ចាក់ល្អណាស់បាទខ្សែទឹកក្នុងគឺសុកចំប៉ាមាសឯខ្សែទឹកខាងក្រៅនារីឧត្តមបន្ថែមលបឿនបាទបន្ថែមតិចទៀតអត់ទាន់ដាច់ទេមិនទាន់ដាច់ទេដូច្នេះឃើញថាខ្សែទឹកខាងក្នុងគឺសុកចំប៉ាមាសដែលទទួលជ័យជំនះនៅក្នុងគូទី5បាទសូមជូនដំណឹងទៅដល់ចំណុះទូកទាំងអស់ហើយសូមអញ្ជើញមកខាងមុខវេទិកាចាមកអែបនៅមុខវេទិកាបាទឆ្លៀតឱកាសនេះក៏សូមគោរពថ្លែងអំណរគុណដល់ឯកឧត្តមឈុនកុសលនិងលោកជំទាវដែលបានឧបត្ថម្ភថវិកា$100លោកអុកវ៉ាន់ធីនិងលោកស្រី100000រៀលលោកលៀងជូឡុងនិងលោកស្រី100000រៀលលោកសំយឿននិងលោកស្រី100000រៀលលោកហុងចំណាប់និងលោកស្រី70000រៀលលោករិទ្ធនិងលោកស្រី40000រៀលលោកអានវែងស្រុន$100លោកថៃចន្ទថង100000រៀលបាទឧបត្ថម្ភទូកដែលមានឈ្មោះថាគៀនជ្រៃស្រីស្រស់បាទសូមគោរពអរគុណនិងសូមគោរពជូនពរជួបប្រទះតែពុទ្ធពរទាំង4ប្រការប
បាទកំពុងតែរងចាំគូទី6ដែលតែឆ្លៀតឱកាសនេះដែរសូមអធិស្ឋានបាទសូមអរគុណដល់ខាងក្រុមហ៊ុនកាហ្វេដាវបាទក្រុមហ៊ុនកាហ្វេដាវហ្នឹងគាត់ឃើញខ្ញុំដូចជាស្អាកហ្នឹងគាត់ឧបត្ថម្ភកាហ្វេកញ្ចប់ឲ្យខ្ញុំបាទគាត់ថាកាហ្វេកញ្ចប់នេះបើលោកគ្រូមានប្រសាសន៍ទៅស្អាដាក់កាហ្វេដាវកញ្ចប់ហ្នឹងទៅអាចថែមកម្លាំងផងអាចបាត់ស្អាកផងអរគុណក្រុមហ៊ុនកាហ្វេដាវដែលបានឧបត្ថម្ភខ្ញុំបាទដឹងតែខ្ញុំចូលចិត្តកាហ្វេដែរគឺអរគុណមែនទែនសម្រាប់ក្រុមហ៊ុនកាហ្វេដាវកាហ្វេបាទគឺឆ្ងាញ់មែនទែនខ្ញុំធ្លាប់ហូបគាត់ឧបត្ថម្ភបាទគាត់ប្រាប់ខ្ញុំថាគាត់ឧបត្ថម្ភកាហ្វេចាឥឡូវនេះគូទី6កំពុងតែចាប់យកកងពាន់ទី2ហើយខ្សែទឹកខាងក្នុងរាជសីសែនជ័យជាទូកនៅក្នុងក្រុងកំពង់ចាមខេត្តកំពង់ចាមឧបត្ថម្ភដោយលោកឧត្តមសេនីយ៍សោសវឿនមេបញ្ជាការកងរាជអាវុធហត្ថខេត្តចាប្រកួតជាមួយនឹងខ្សែទឹកខាងក្នុងជ័យគិរី4ចាជាទូកនៅខាងស្រុកកំពង់សៀមអមនៅខ្សែទឹកខាងក្រៅឧបត្ថម្ភដោយចំណោះជើងវត្តភ្នំជ័យគិរីបាទពេលដែលឆ្លងកងពាន់ទី2បាទកាន់តែបន្ថែមលបឿនមុខវេទិកាខេត្តយោលបឿនគាត់គូទី6នេះប៉ិនគ្នាបាទជ័យគិរី4និងរាជសីសែនជ័យដែលជាគូទី6បាទប៉ិនគ្នាល្អណាស់គៀកគ្នាល្អណាស់ទុកខ្លីបាទស្រួលងាយមើលទេបាទគាត់ធ្វើចលនាហ្នឹងគឺស្រោះគ្នាល្អណាស់បាទដូចខ្ញុំបានជម្រាបចឹងថាកេមទូកនឹងផ្ទៃទឹកហ្នឹងមិនលើពីមួយទឹកពីទឹកទេដូច្នេះបើមានអាលោកតែបន្តិចអាចជួបហានិភ័យលិចដូច្នេះហើយបានជាខ្ញុំអធិស្ឋានកុំឲ្យអូប័រឬទូកឬអីហ្នឹងគឺអុំនៅពេលដែលមានកម្មវិធីបាទឥឡូវហ្នឹងគាត់ឡើងហើយបាទខ្សែទឹកក្រៅហ្នឹងគឺបាទមានព្រៀប3ខ្ទង់4ខ្ទង់ទេតែខ្សែទឹកក្នុងក៏បន្ថែមដែរចាយ៉ាងម៉េចទៅហើយគិរី4បាទដកអើយអូដល់ចិត្តព្រាត់ដកតែម្ដងបាទអូដកមែនទែនគាត់នេះបាទគាត់មានបញ្ហាចាសូមអន្តរាគមជួយបន្ទាន់ចាបាទឥឡូវនេះរាជសីបាទរាជសីមិនអីទេគាត់ធ្លាប់តែនៅក្នុងព្រៃបាទស្ដាច់សัตว์ទៅហើយតែឥឡូវដល់ចុះមកដងទន្លេមេគង្គលិចបាទតែមិនអីទេទោះជាយ៉ាងណាក៏ក្រុមខាងសង្គ្រោះនឹងលឿនណាបាទជាពិសេសខាងស្នងការនគរបាលខាងនគរបាលជើងទឹកហើយគឺគាត់លឿនប្រទេសក៏ដូចជាមន្ត្រីបច្ចេកទេសខាងជើងទឹកបាទគាត់ទៅដល់ភ្លាមដើម្បីធ្វើការជួយសង្គ្រោះបាទនេះគឺជាការងារមួយដែលខ្ញុំសូមសរសើរបាទគឺបានសហការគ្នាល្អណាស់គឺមិនអាចបណ្ដាលឲ្យមានហានិភ័យអីដែលមានកើតនៅពេលនេះទេចាហើយសូមជម្រាបជូនណាថាតាមការផ្ដល់ព័ត៌មានពីគណៈកម្មការបច្ចេកទេសគឺគូទី7នេះមិនបានអមចេញមកទេគឺអមបន្តទៀតនេះគឺគូទី8លោកគ្រូគូទី8បាទគូទី8បាទអញ្ចឹងទុកគូទី7សិនបាទប្រហែលជាមានបញ្ហាអីដោយសារការរៀបចំចេញដំណើរបាទអញ្ចឹងខ្ញុំបាទនឹងចាំទទួលព័ត៌មាននិងជម្រាបជូនអង្គពិធីនៅពេលបន្តិចទៀតនេះបាទលិខិតថ្លែងអំណរគុណរដ្ឋបាលស្រុកកោះស្ទឹងលោកមេឃុំមហាខ្ញូងនិងព្រះគ្រូចៅអធិការវត្តគណៈកម្មការអាចារ្យវត្តមហាមង្គលមហាសៀកឃុំមហាខ្ញូងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ឯកឧត្តមក្រុមការងារឯកឧត្តមខៀវកញ្ញរិទ្ធថវិកាចំនួន1លានរៀលឯកឧត្តមលីវ៉ាន់ហុងថវិកា$200និងសពរស់ជនទាំងអស់ដែលបានជួយឧបត្ថម្ភដល់ទូកទាំងពីរនៅក្នុងរដ្ឋបាលស្រុកកោះស្ទឹងសូមគោរពថ្លែងអំណរគុណនិងសូមអរគុណនិងសូមគោរពជូនពរឯកឧត្តមលោកជំទាវជួបតែពុទ្ធពរទាំងឡាយ4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីឃ្លៀងឃ្លាតឡើយគណៈកម្មការទូកដែលមានឈ្មោះថាមហត្តរិទ្ធរង្សីបារមីលោកយាយធំសូមថ្លែងអំណរគុណដល់ឯកឧត្តមអ៊ុនចន្ទាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមដែលបានឧបត្ថម្ភអង្ករ 4B ស្មើ200គីឡូក្រាមស្រាបៀរ7កេសមី3កេសភេសជ្ជៈ5កេសទឹកបរិសុទ្ធ7យោសូមគោរពជូនពរឯកឧត្តមនិងលោកជំទាវនិងក្រុមគ្រួសារជួបប្រទះពុទ្ធពរទាំងឡាយ4ប្រការកំបីឃ្លៀងឃ្លាតឡើយសូមគោរពអរគុណលោកសុកហេងនិងលោកស្រីម្ចាស់សន្តាគារភ្នំប្រុសដែលបានឧបត្ថម្ភការរៀបចំប្រណាំងទូករយៈពេល2ថ្ងៃរបស់ក្រុងខេត្តកំពង់ចាមនៅថវិកាចំនួន2លានរៀលលោកគៀឆុងហៀងម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈ
គៀជាលិនថាវិការ45,000 រៀលលោកសុកឃីមនិងភរិយាថាវិការចំនួន20,000 រៀលសម្រាប់រៀបចំកម្មវិធីប្រណាំងទូករយៈពេល2ថ្ងៃនេះWhat's left is right. Chasing stars and holding you. I can't see the end, but we'll see it. បាទសូមគោរពថ្លែងបង្គំដល់អាយដាមពោកំធោនាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាហៅថាសាលាតិចណូដែលបានឧបត្ថម្ភទូកងដែលមានឈ្មោះថាដែលបានឧបត្ថម្ភទូកដែលមានឈ្មោះថាកងមាសសែនជ័យនៅឃុំពីមជីកងនៅថាវិការចំនួន1 លានរៀលសូមអនុញ្ញាតជម្រាបជូនគូទី8បាទគូទី8មិញនឹងគូទី6ឥឡូវគូទី7មិនទាន់មកទេដោយបានផ្ដល់ព័ត៌មានមកខ្ញុំថានឹងផ្ដល់គូទី8បាទគូទី8នៅពេលនេះបានឆ្លងកងពាន់ទី1ហើយកំពុងតែបន្ថែមល្បឿនដើម្បីចាប់យោងឆ្លងកងពាន់ទី2បាទនៅពេលដែលឆ្លងកងពាន់ទី2ដើម្បីមកដល់ខ្សែព្រ័ត្រទៅត្រូវមុខវេទិកាកិត្តិយសគឺលបឿនគូនេះគឺនៅតែប៉ិនគ្នានៅឡើយទេខ្សែទឹកខាងក្នុងទូកដែលមានឈ្មោះថាខេមវ័នសែនជ័យខេមវ័នសែនជ័យគឺនៅក្នុងកំពង់ចាមក្រុងកំពង់ចាមបាទសម្បួរមាសខេត្តកំពង់ចាមសាលាក្រុងកំពង់ចាមចំណែកឯខ្សែទឹកខាងក្រៅទូកដែលមានឈ្មោះថាឧត្តមមនីដេជោសែនជ័យបាទស្រុកកំពង់សៀមឧបត្ថម្ភដោយលោករឿងកុសលនិងចំណុះជើងវត្តមនីរតនៈក្រូចសើចបាទឯកសន្តានប្រហែលគ្នាតែខ្សែទឹកខាងក្រៅបាទខ្សែទឹកខាងក្រៅដូចជាមានព្រៀបជាងគូប្រកួតខ្លាំងណាស់បាទខ្សែទឹកខាងក្រៅសម្រាប់គូទី8ការជើងទី1បាទគឺឧត្តមមនីដែលទទួលជ័យជំនះកាលខ្សែទឹកបាទឧត្តមមនីនៅខ្សែទឹកក្នុងឥឡូវគាត់ទៅនៅខ្សែទឹកក្រៅម្ដងក៏ប៉ុន្តែទៅនៅខ្សែទឹកក្រៅក៏នៅតែហាក់ដូចជាមានលបឿនលឿនល្អណាស់បាទសម្រាប់ឧត្តមមនីដែលពាក់លេខ003ឧត្តមមនីដែលជាសែនជ័យបាទគឺស្រុកកំពង់សៀមបាទដាច់តែមិនដាច់ខ្លាំងប្រមាណទេបាទជើងមុននោះក៏មិនជាដាច់ប្រមាណដែរបាទគាត់ចាក់ល្អណាស់ចាក់ស្មៅនេះល្អណាស់ឯខេមវ័នសែនជ័យហ្នឹងក៏លឿនណាស់ដែរក៏ប៉ុន្តែมันអាចទទួលជ័យជំនះទេនៅជើងទី2នេះដូច្នេះនៅគូទី8នេះជ័យជំនះត្រូវបានទៅឧត្តមមនីដែលជាសែនជ័យលើខេមវ័នសែនជ័យនៅគូទី8ចាហើយទូកដែលកំពុងតែចេញដំណើរចាប់យកកងពាន់ទី2នេះគឺគូទី9ចាគូទី9ខ្សែទឹកខាងក្នុងមហិទ្ធិរិទ្ធរាំងសីបារមីយាយធំជាទូកមកពីស្រុកកងមាសចាប្រកួតជាមួយនឹងខ្សែទឹកខាងក្រៅកំពង់សៀមសែនជ័យបារមីតាព្រំចាស្ថិតនៅក្នុងខ្សែទឹកខាងក្រៅទូកនេះបានការឧបត្ថម្ភពីសាលាស្រុកកំពង់សៀមរីឯមហិទ្ធិរិទ្ធរាំងសីបារមីយាយធំទូកបានការឧបត្ថម្ភពីមន្ទីរអប់រំមន្ទីរឧស្សាហកម្មមន្ទីរកសិកម្មមន្ទីរផែនការអង្គភាពទឹកស្អាតនិងមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាមនៅពេលដែលគាត់ចាប់យោងឆ្លងកងពាន់ទី2បាទគូទី9នេះខ្សែទឹកខាងក្នុងលោកស្រីគាត់បានជម្រាបហើយថាមហិទ្ធិរិទ្ធរាំងសីបារមីយាយធំបាទមកពីខាងស្រុកកងមាសចំណែកឯខ្សែទឹកខាងក្រៅកំពង់សៀមសែនជ័យបារមីគឺស្រុកកំពង់សៀមហើយដែលស្ថិតនៅខ្សែទឹកខាងក្រៅបាទដែលមានឯកសណ្ឋានពណ៌សល្អដោយចុងចង្វានោះក៏ពណ៌សដូចគ្នាដែរបាទ
มือปีจมเฮียงเต้เคยจากใส่ตึกห่างไกลเมียนเปรียบก็ปันไตมันตอนดังทาเต้ละแต่พออย่างมาเยกใส่ตึกห่างน้องก็กับพงไตบันไทเราเบื่อได้บ้าคือมาฮัตแต่รึดแรงใส่บารมีใหญ่ทมแต่โดยเฉดัดครั้งหน้าบาทกับพงเสียมใส่ชีบารมีตาพรุมบาทคือเชิงทีมวยก็คือในแต่บารมีตาพรุมนั่นคือกอดในแต่ตัวชีจำเนียได้บาทคือบองพลคางสรกกับพงเสียมนั่นคือชมเชื่อตาเมาชรานะก็มาตามดานเทศนาโดยมันดักเพลย์เจ๊บ้าในที่นี้ตัวก็โดยจะตามกันเจาะตัวระบอบมันที่ปอดเมียนได้กับพวกมันเพื่อการสับสายตัวปีนี้ไทยได้บ้าในปีนี้สำหรับกูนี้เคยท้ากูที่ประมูลนี้คือเคยท้ากับปงเสียมแซนเชยบารมีตับปรุ่มแต่เมียนไอสถานปอซอบาดเกะหมกดอลปลอดภัยบานแต่ตัวเชยจำเนี้ยเชียนเลือกที่ปีสำหรับเชิงที่ปีพองได้แต่เลือมาฮัตเตรัตแรงไซบารมีใหญ่ทมจ้าขอบคุณลิขิตថ្លែងអំណរគុណអាត្មាភាពយើងខ្ញុំជាគណៈកម្មការដឹកនាំទូកដែលមានឈ្មោះថាកោះប្រាក់សែនជ័យបារមីយាយម៉ៅសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសប្បុរសជននានាដែលបានជួយឧបត្ថម្ភជាថវិកាសម្ភារៈផ្សេងដល់ទូកដែលមានឈ្មោះថាកោះប្រាក់សែនជ័យបារមីយាយម៉ៅដូចមានរាយនាមខាងក្រោមទី1ឯកឧត្តមលុនលឹមថៃតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាមនិងលោកជំទាវដែលបានឧបត្ថម្ភរ៉ាប់រងទាំងស្រុងដល់គណៈកម្មការនិងចំណុះទូកនៅក្នុងរយៈពេល2ថ្ងៃនៃការប្រណាំងទូករយៈពេល2ថ្ងៃនេះទី2លោកទីចន្ទាប្រធាននាយកដ្ឋានចាត់តាំងនៃក្រសួងកសិកម្មនិងបងប្អូនទាំងអស់ដែលបានឧបត្ថម្ភជាថវិកាចំនួន$500ទី3លោកមាសឡាញ់ជាអាជីវករលក់មាសនៅភ្នំពេញនិងលោកស្រីបានឧបត្ថម្ភថវិកាចំនួន$100ទី4លោកសុយសុខុមអាជីវករនៅប៉ោយប៉ែតនិងលោកស្រីបានឧបត្ថម្ភថវិកាចំនួន$100ទី5លោកក្រួយខននាយកទីចាត់ការលេខបាននាយកទីចាត់ការរញ្ញវត្ថុនៃសាលាខេត្តនិងលោកស្រីដែលបានឧបត្ថម្ភមី10កេសភេសជ្ជៈខារ៉ាបាវ10កេសនិងថវិកាចំនួន$1លានទី6ក្រុមហ៊ុនខាងសៀងលីបានឧបត្ថម្ភអាវ27មួក27ថវិកា$40,000និងសូមគោរពថ្លែងអំណរព្រះគុណចំពោះព្រះគ្រូចៅអធិការវត្តសុទស្សនារាមជ្រោយថ្មដែលបានផ្ដល់ទីកន្លែងស្នាក់នៅដល់គណៈកម្មការនិងចំណុះទូកទាំងអស់ផងដែរសូមគោរពថ្លែងអំណរគុណអរព្រះគុណព្រះគ្រូចៅអធិការវត្តកោះប្រាក់ឃុំកោះទន្ទឹមដែលបានជួយឧបត្ថម្ភជាថវិកាចំនួន$1លានអង្ករ100គីឡូក្រាមទឹកបរិសុទ្ធ100យួរនិងភេសជ្ជៈផ្សេងទៀតផងដែរសូមគោរពអរព្រគុណនិងសូមគោរពអរគុណចំពោះឯកឧត្តមលោកជំទាវនិងសប្បុរសជនសូមជប់ប្រកបតែពុទ្ធពរទាំងឡាយ4ប្រការកំបីឃ្លៀងឃ្លាតឡើយនេះគឺជាគូទី10បាទគូទី10នៅពេលនេះបានកំពុងតែបន្ថែមលបឿនមុខវេទិកាកិត្តិយសដើម្បីដណ្ដើមជ័យជំនះដែលជាជើងចុងក្រោយសម្រាប់ថ្ងៃទី2ជើងទី2ផងដែរបាទខ្សែទឹកខាងក្រៅដែលកំពុងតែមានព្រៀបនោះទូកមានឈ្មោះថាពេជ្រកែវមនីសែនជ័យបារមីកោះសំរោងស្រុកកំពង់សៀមខ្សែទឹកខាងក្នុងបុប្ផាកោះកែវបាទបុប្ផាកោះកែវឯកសន្តានបាទពាក់កដាលទូកខាងមុខនឹងបៃតងខាងក្រោយនោះលឿងក៏ប៉ុន្តែចម្រោះពណ៌តែលបឿនមិនចម្រោះពណ៌ទេព្រោះពេជ្រកែវមនីសែនជ័យបារមីកោះសំរោងលឿនណាស់បាទគឺដាច់តែបន្តិចតួចទេបាទมันអាចសកត់បានទេដូច្នេះឃើញថាខ្សែទឹកខាងក្រៅគាត់នៅតែទទួលជ័យជំនះទាំងជើងទី1និងជើងទី2គឺពេជ្រកែវមនីសែនជ័យបារមីកោះសំរោងទៅលើបុប្ផាកោះកែវនៅគូទី10ចាគូទី11ដែលកំពុងតែចាប់យកកងពាន់ទី2នេះខ្សែទឹកខាងក្នុងសុខាសែនជ័យបារមីមានរិទ្ធចាប្រកួតជាមួយនឹងខ្សែទឹកខាងក្រៅកោះប្រាក់សែនជ័យបារមីយាយម៉ៅចាជាទូកនៅខាងស្រុកកំពង់សៀមឧបត្ថម្ភដោយអាដាមលុនលំថៃតំណាងរាស្ត្រមណ្ឌលកំពង់ចាមនិងលោកជំទាវរួមជាមួយនឹងព្រះចៅអធិការវត្តរតនធនសំកសល
ចារីឯសុខាសែនជ័យបារមីមានរិទ្ធគឺឧបត្ថម្ភដោយមន្ទីរសុខាភិបាលមន្ទីរព័ត៌មានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមន្ទីរអធិការកិច្ចនិងមន្ទីរកិច្ចការនារីខេត្តកំពង់ចាមបាទនៅពេលនេះឃើញថាគៀកកាត់គ្នាល្អណាស់សម្រាប់គូទី11បាទគូ11នេះគឺកោះប្រាក់សែនជ័យបារមីយាយម៉ៅជាមួយនឹងសុខាសែនជ័យបារមីមានរិទ្ធបាទសិតតាបារមីដូចគ្នាតែមិនដឹងយ៉ាងម៉េចទេតែខ្សែទឹកខាងក្នុងអូចាក់ញាប់ល្អណាស់ទូគាត់ខ្លីជាងមែនក៏ប៉ុន្តែអូយដកមែនទេបាទលឿនណាស់គួរឲ្យកយគុណមែនទេចំណែកឯខ្សែទឹកខាងក្រៅទូកវែងតិចតែចាក់យោងមួយឯខ្សែទឹកក្នុងបាទចាក់យោងលឿនមែនទេខ្សែទឹកក្នុងបាទសុខាសែនជ័យបារមីមានរិទ្ធអូយដាច់តែម្ដងទុកខ្លីបាទចំណុះ22ដូចគ្នាឯងចាសុខាសែនជ័យចាទទួលបានជ័យជំនះបាទជើងទី1នោះគឺប្រហែលគ្នាបាទជើងទី1គូនេះស្មើគ្នាបាទมันខុសគ្នាដល់ជើងទី2បាទគឺបាទសុខាមានជ័យបាទគឺឈ្នះដាច់ទុកខ្លីបាទមិញនេះចាហើយក៏សូមអនុញ្ញាតជូនដំណឹងទៅដល់ចំណុះទូកទាំងអស់ចាសូមអញ្ជើញអ៊ំមកចតនៅមុខវេទិកាគណៈអធិបតីចាសូមអញ្ជើញអ៊ំមកចតនៅមុខវេទិកាគណៈអធិបតីចាបាទជាពិសេសភារកិច្ចនេះគឺជាភារកិច្ចរបស់កម្លាំងទូកដែលគៀងទូកបាទដែលដឹកនាំនៅខ្សែទឹកសំបីតែខ្ញុំអត្ថាធិប្បាយបានតែឮសំឡេងខាងលើឯងចំណែកឯការងារចាំបាច់គឺអស់លោកដែលជាមន្ត្រីទទួលគ្រប់គ្រងទូកនៅលើទឹកដូច្នេះសូមមេត្តាគៀងគាត់មកមុខវេទិកាកិត្តិយសទាំងអស់ដើម្បីចូលរួមធ្វើពិធីបិទនៅពេលបន្តិចទៀតនេះបាទសូមជម្រាបដល់អស់លោកដែលទទួលការងារខាងគ្រប់គ្រងនៅលើទឹកបាទត្រួតពិនិត្យចំណុះទូកត្រួតពិនិត្យទូកសូមមេត្តាគៀងគាត់បាទបញ្យល់គាត់ឲ្យគាត់មកជួបជុំគ្នាតាមការពិនិត្យរបស់ខ្ញុំអត់ទាន់ឃើញមែននៅមុខវេទិកាកិត្តិយសទេបាទសូមមេត្តាជ្រាបព័ត៌មានព្រោះយើងកាន់តែចិត្តចប់មែនទេហើយព្រោះទូកខ្នាតខ្លីកាន់តែចិត្តចប់ហើយបាទចាហើយគូទី12បានចាប់យកកងពាន់ទី2ហើយខ្សែទឹកខាងក្នុងសវណ្ណកេណសុកសែនជ័យខ្សែទឹកខាងក្រៅស្ពឺសែនជ័យសម័យដេជោចាខ្សែទឹកខាងក្រៅឧបត្ថម្ភដោយសាលាស្រុកចំការលើហើយខ្សែទឹកខាងក្នុងគឺឧបត្ថម្ភដោយសាលាស្រុកស្រីសន្ធរចាឥឡូវនេះបានចាប់យកកងពាន់ទី2ឆ្ងាយបន្តិចហើយចាហើយគូនេះនៅប្រហាក់ប្រហែលគ្នានៅឡើយបាទចំការលើនិងស្រីសន្ធរបាទយ៉ាងម៉េចហើយឯកសន្តាននោះដូចជាប្រហាក់ប្រហែលគ្នាឥឡូវលបឿនក៏នៅតែប្រហែលគ្នាដែរលបឿននៅតែប្រហែលគ្នាទេចាំមើលតើស្ពឺសែនជ័យបាទសម័យដេជោហើយនឹងសវណ្ណកេណសុកសែនជ័យបាទប៉ិននេះណាចាំមើលយ៉ាងម៉េចទៅហើយបាទយកខាងណាឥឡូវឯកសន្តាននឹងស្តៀងគ្នាទៀតឯកសន្តានប្រហែលគ្នាបាទចាពណ៌នេះល្ងាចកាន់តែស្រស់បាទពេលវេលាកាន់តែបង្កើនល្បឿនហើយគេអាគូទាំងគូនេះគឺថានៅប្រហាក់ប្រហែលគ្នានៅឡើយចាខ្សែទឹកខាងក្នុងនិងខ្សែទឹកខាងក្រៅបងប្អូនកែណត្រៀមបាទអូកែណដកមែនទែនកែណខ្សែទឹកខាងក្នុងបាទឃើញថាសវណ្ណកែណសុកសែនជ័យលោកស្រីបាទទទួលជ័យជំនះតែមិនដាច់ទេបាទគាត់ប្រឹងណាស់ដែរឯស្ពឺសែនជ័យបារមីស្ពឺសែនជ័យសម័យដេជោក៏ប្រឹងដែរបាទគាត់មកពីការលើមកពីស្រីសន្ធរចការលើគាត់អត់ជាប់ទលេអញ្ចឹងបានបងចាញ់ណែកស្រីសន្ធរនេះគាត់នៅជាប់ទលេបាទគាត់បាទទទួលជ័យជំនះសូមអបអរសាទរបាទឆ្លៀតឱកាសនេះគណៈកម្មការទូកដែលមានឈ្មោះថាមហត្តរិទ្ធរាំងសីបារមីយាយធំសូមអរគុណឯកឧត្តមប្រាក់កុសលប្រធាននាយកដ្ឋានកុមារតូចនៃក្រសួងអប់រំយុវជននិងកីឡាដែលបានឧបត្ថម្ភជាថវិកាចំនួន$50សូមគោរពជូនពរឯកឧត្តមនិងលោកជំទាវព្រមទាំងបុត្រាបុត្រីទទួលបាននូវពុទ្ធពរទាំងឡាយ4ប្រការកុំបីឃ្លៀងឃ្លាតឡើយបាទនេះគឺជាទូកដែលត្រូវអំប៉ណាំងជើងទី2ចុងក្រោយផ្នែកទូកខ្នាតអន្តរជាតិបាទទូកខ្នាតអន្តរជាតិបាទការផ្គូផ្គងគឺមាន3ទូកតែឥឡូវដូចជាឃើញតែ2ឯងបាទអវត្តមាន1មិនដឹងថាអវត្តមានលេខប្រមាណទេតែបើតាមព័ត៌មានផ្ដល់មិននេះទេប្រហែលជាអវត្តមានរាមាជើងព្រៃ
បាទព្រោះរាមាជើងព្រៃគាត់ជើងទី1នោះ3ទូកគាត់លេខ3តែឥឡូវឃើញតែ2ទូកទេខ្ញុំបាទមិនទាន់ដឹងថាតើ2ហ្នឹង មួយណាខ្សែទឹកកដាលឬក៏ខ្សែទឹក ប្រហែលជាអង្គរមានជ័យព្រៃឈរមានរិទ្ធហើយនឹងតាព្រំមូនីញៀនសែនជ័យមើលទៅព្រោះលីសូថារាមាជើងព្រៃដូចជាមិនឃើញឡើងទៅបាទមិនឃើញឡើងទៅទេបាទដូច្នេះសូមឲ្យគាត់មកនេះជាគូទី3បាទឯគូទី13ចាបាទគូទី13សូមអធិស្ឋានបាទទន្ទឹមគ្នាចាំមើលតើលេខតុកបាទលេខតុកសំទោសតើលេខទូកបាទលេខទូកទៅខ្ញុំអាចដឹងថាគូនេះគូទី13ឯខាងក្រោយគឺគូទី7ដែលបានមកខាងក្រោយសូមជម្រាបបាទគឺគូទី7ដែលបានមកចាឥឡូវនេះគូទី13ចាអូចាអូចាអូថែមទៀតបងចាថែមបន្តិចអត់ទេប៉ិននេះបាទចាទុកជូនគណៈកម្មការបច្ចេកទេសជាអ្នកលិចល្មមសុំកងអន្តរាគមចាសុំជើញទៅជួយព្រាត់លិចបាទមិនអីទេគេថាដល់គោលដៅហើយចាឥឡូវនេះគូដែលចេញមកនេះគឺតាមការផ្ដល់ព័ត៌មាននេះគឺជាគូទី7ដែលវត្តមានមិញបាទគូទី7ចុងជម្រាបជូនគឺខ្សែទឹកខាងក្នុងបតុមស្រីរតគូទី7ខ្សែទឹកខាងក្នុងខ្សែទឹកខាងក្រៅរតនៈសែនជ័យបារមីស្រីសដែលស្ថិតនៅខ្សែទឹកខាងក្រៅដែលមានឯកសន្តានពណ៌លឿងទុំពណ៌កបៅចាស់បាទចំណែកឯបតុមស្រីរតបាទយ៉ាងម៉េចហើយរតហើយស្រីរតបាទថែមមកថែមទៀតស្រីរតបាទនៅមកខ្ទង់ពីខ្ទង់ទៀតទេស្រីសល្អល្បឿនបតុមស្រីរតអូបាទល្អមែនទែនបាទគូ2ជាប់គ្នាមិញគឺគូទី13ហើយឥឡូវនេះ